នេះគឺជាដង AI សម្រាប់ថត data តាមមុខរបស់យើងណាបងប្អូនគ្នានេះគឺ C17 ដែលមានមុខងារ AI ហើយវាមានមុខងារ3ធំៗនៅក្នុងហ្នឹងខ្ញុំនឹងបង្ហាញជូនទៅកាន់បងប្អូនគឺមុខងារសម្រាប់ថត data តាមមុខរបស់យើង AI ហ្នឹងហ្មងហើយមួយទៀតគឺសម្រាប់យើងថត selfie ដែលកាន់ថតណាបងប្អូនគ្នាហើយមួយទៀតគឺសម្រាប់ធ្វើជាប្រភេទ tripod ប្រឈរអញ្ចឹងខ្ញុំនឹងធ្វើការ unboxing បង្ហាញជូនទៅកាន់បងប្អូនតែម្ដងណាអូខេបងប្អូនគ្នានេះគឺដកស៊ីសិននេះគឺសភៅណែនាំបងប្អូនពីរបៀបនៃការប្រើប្រាស់ហើយនេះគឺខ្សែស្មាំងសាយើងយកដង AI របស់យើងមកនេះយើងដកថងទីសិននេះបងប្អូនគ្នាធំល្អមែនតើណារឹងមាំហើយជើងរបស់វាគឺ4នៃការដែលទប់លំនឹងរបស់យើងសម្រាប់ត្រូណានេះបងប្អូនគ្នាយើងទាញចេះមកចាញ់នេះណាជើង4តែម្ដងនេះជើងធំល្អមែនតើនេះណានេះខ្ញុំដាក់ចេះឲ្យមើលនេះធំណាអញ្ចឹងពេលយើងដាក់ប្រឈរទៅទប់លំនឹងបានល្អណាបងប្អូនគ្នាហើយការលូតនេះខាងលើយើងលូតបាន1.60 ម៉ែត្រជាងនេះខ្ញុំថយក្រោយមិនបាននេះណាបងប្អូន1.60 ម៉ែត្រជាងហើយយើងដាក់បានគ្រប់ប្រភេទទូរស័ព្ទទាំងអស់ហើយចំពោះកន្លែងនេះបងប្អូនយើងអាចដាក់ភ្លើងក៏បានណាកាមេរ៉ាក៏បាន GoPro យើងដាក់បានដែរណាបងប្អូនគ្នានេះកន្លែងនេះសម្រាប់មូនេះហើយយើងលើកឡើងចេះមកហើយយើងមូឲ្យជាប់មកកន្លែងនេះហើយយើងដាក់ទូរស័ព្ទបងប្អូនយើងដាក់ទូរស័ព្ទនេះរួមតិចការដាក់ទូរស័ព្ទយើងអាចដាក់បានគ្រប់ប្រភេទទូរស័ព្ទទាំងអស់បងប្អូនទាញកន្លែងនេះចេញណាយើងទាញកន្លែងនេះចេញមកនេះហើយទាញកន្លែងចេញហើយកន្លែងនេះវាយឺតចេះណាកន្លែងនេះយឺតហើយយើងអាចដាក់ទូរស័ព្ទរបស់យើងផ្ដេកក៏បានណាប្រឈរក៏បានហើយកន្លែងនេះគឺយើងអាចថតមានន័យថាថតពីលើចេះក៏បានពីក្រោមងើយចេះក៏បានដែរបងប្អូនគ្នាណាសម្រាប់យើងថត review ផលិតផលអីផ្សេងៗអញ្ចឹងណានេះគឺងាយស្រួលមែនតើនេះបងប្អូនគ្នាហើយយើងមាន tele វិជាថតទៀតបងប្អូន tele នៅនេះនឹងដងហើយ tele នេះយើងអាចដោះបានអញ្ចឹងយើងដក tele មកបងប្អូនគ្រាន់តែប្រើម្រាមដៃឆ្កឹះមកនេះណា tele នេះគឺស្រួលមែនតើយើងវិជាថតដូចយើងភ្ជាប់នៅកាស Bluetooth របស់យើងអញ្ចឹងណាអញ្ចឹងគ្រាន់តែយើងភ្ជាប់ហើយយើងអាចធ្វើការថតវិជាថតបានហើយកន្លែងនេះគឺកាមេរ៉ានេះបងប្អូនយើងអាចរុញទៅខាងលើក៏បានឬក៏មកត្រង់ក៏បានដែរណាកន្លែងហ្នឹងណាអូខេហើយរបៀបនៃការដែលយើងបើកប្រើប្រាស់គឺបងប្អូនចុចឲ្យជាប់នេះកន្លែងបើកនេះណាបងប្អូនចុចឲ្យជាប់មកនេះពេលចេញភ្លើងពណ៌បៃតងគឺភ្លើងពណ៌ខៀវហ្នឹងគឺវាធ្វើការរេទៅតាមមុខរបស់យើងហ្នឹងនេះអញ្ចឹងវារេទៅតាមមុខរបស់យើងយើងដើរឆ្វេងដើរស្ដាមណាបងប្អូនគ្នានេះហ៎គឺងាយស្រួលមែនតើនៅក្នុងការថតវីដេអូរបស់យើងណាមិនចាំបាច់មានអ្នកកាន់ទូរស័ព្ទឲ្យយើងទេណាហើយយ៉ាងទៀតយើងអាចបញ្ជាដោយកាយវិការដើម្បីឲ្យវាវិលក៏បានឲ្យវាឈប់ក៏បានដើម្បីឲ្យវាឈប់គឺយើងដាក់ដៃចេះណាបងប្អូនដាក់ដៃទៅវាចេញភ្លើងពណ៌ខៀវពណ៌ក្រហមបងប្អូនភ្លើងពណ៌ក្រហមនេះគឺវាអត់វិលតាមយើងទៀតទេនេះណាបងប្អូនងាកឆ្វេងងាកស្ដាំនេះនៅតែអត់វិលទេណាបើយើងចង់វិលវិញយើងអាចបញ្ជាដោយកាយវិការវិញដើម្បីវិលដាក់ដៃអូខេចេះមកនេះបងប្អូនដាក់ដៃអូខេគឺវាចេញភ្លើងពណ៌បៃតងឬពណ៌ខៀវហ្នឹងគឺវាធ្វើការរេតាមមុខរបស់យើងវិញចឹងងាយស្រួលក្នុងការថតមែនតើហើយយ៉ាងទៀតបងប្អូនហើយសម្រាប់ដែលយើងធ្វើជាដង selfie ដាក់កាន់ថតណាអញ្ចឹងយើងបិទ motor សិនទៅធ្វើជាដង selfie អត់ប្រើជាមួយនឹង motor ទេណាហើយធ្វើជាដង selfie បងប្អូននៅខាងក្រោមនេះបងប្អូនឃើញ lock វាអញ្ចឹងយើងរុញមកខាងក្រោមមកលឺក្លឹកមកហើយបងប្អូនបវលឲ្យលឺឲ្យចូលដល់កលៈវានេះលឺកលៈវាក្លឹកអញ្ចឹងគឺវាចូលដល់កលៈវាគឺវាអត់វិលទេពេលដែលយើងធ្វើដង selfie ដាក់កាន់ថតណាអញ្ចឹងយើងតម្លាក់ទូរស័ព្ទរបស់យើងរៀងតិចមកអញ្ចឹងងាយស្រួលដែលយើងថតទៅនេះហើយជើងរបស់វានេះបងប្អូនជើងនេះទាញវាបញ្ចូលចេះមកហើយយើងបរួមវាបន្តិចមកនេះបងប្អូននេះអញ្ចឹងយើងអាចធ្វើដង selfie ហើយធំរឹងមាំល្អទៀតបងប្អូនធំរឹងមាំល្អមែនតើនេះណាហើយបងប្អូនឃើញជាក់ស្ដែងម្ដងដៃចលុយញញោមណាគឺរឹងមាំល្អខ្លាំងមែនតើនេះហើយម្យ៉ាងទៀតយើងអាចធ្វើជាប្រភេទ tripod ប្រឈរណាហើយងាយស្រួលនេះបងប្អូនដាក់តាមខ្លួនណាំអីនេះយើងចង់បានខ្លីក៏បានប៉ុណ្ណេះក៏បាននេះដើរថតដាក់អីថតវីដេអូថតអីអ្នក content creator ទៅថតនៅខាងក្រៅអីផ្សេងៗនឹងថតនៅខាងក្នុងបន្ទប់អីផ្សេងៗបងប្អូនមានតែមួយនេះណាគឺងាយស្រួលមែនតើហើយខាងលើនេះយើងអាចដកបានទៀតដកបានធ្វើជាជើងសម្រាប់ប្រឈរណាទប់ទូរស័ព្ទបានបតង់ទៀតបងប្អូនអរគ្នាគឺអែមខ្លាំងមែនតើណាអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការដង AI ធន់ធំពោះរឹងមាំល្អបងប្អូនអាចឆាតមក page Aspitic ណាបងប្អូនគ្នាយើង free សេវាដល់ជួយទៅកាន់បងប្អូនណា25ខែក្រុងតែម្ដងហើយឥឡូវយើងចូលមកគឺចូលអស់តែម្ដងបងប្អូនយើងគ្រប់គ្រងច្រើនខ្លាំងមែនតើសម្រាប់បងប្អូនដែលចង់បានឥឡូវយើងមាន stock ណាបងប្អូនយើងមាន stock ច្រើនដូចនៅខាងក្រៅខ្ញុំហ្នឹងគឺបងប្អូនឃើញហើយយើងនៅមាននៅក្នុងទូទីទៀតចឹងសម្រាប់បងប្អូនដែលត្រូវការតើយើងនៅមានបងប្អូនអាចឆាតមក page មកអរគុណបងប្អូនច្រើនហើយយើងមានវីដេអូពីរបៀបប្រើប្រាស់ជូនទៅកាន់បងប្អូនទៀតណាបងប្អូនគ្នាគឺធំមែនតើនៅបងប្អូនឃើញស្រាប់ណានេះធំជើង4ទប់លំនឹងមាន tele វិជាថតទៀតអញ្ចឹងបងប្អូនដែលត្រូវការដង AI ដងថតឆ្លាតវៃបងប្អូនអាចឆាត់មក page Aspitic បានឬក៏ទំនាក់ទំនងតាមរយៈលេខ Telegram របស់ខ្ញុំផ្ទាល់ក៏បានគឺ015 3បាទអរគុណបងប្អូនច្រើន